លោកត្រាំអះអាងថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចសម្រេចបាននៅថ្ងៃច័ន្ទនេះវ៉ាស៊ីនតោនថ្ងៃទី5 ខែមេសាឆ្នាំ2026ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រាប់ទូរទស្សន៍ Fox News ថាលោកមានជំនឿចិត្តថាកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់អាចនឹងសម្រេចនៅត្រឹមថ្ងៃច័ន្ទនេះដោយលោកបានអះអាងថាទីក្រុងតេហេរ៉ង់កំពុងស្ថិតនៅក្នុងកិច្ចចរចាយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកការលើកឡើងរបស់លោកត្រាំបានកើតឡើងស្របពេលដែលស្ថានភាពសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងបន្តអូសបន្លាយនិងមានភាពតានតឹងយ៉ាងខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ាទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះភាគីខាងអ៊ីរ៉ង់មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីវឌ្ឍនភាពនៃកិច្ចចរចាឬលទ្ធភាពនៃការឈានទៅរកកិច្ចព្រមព្រៀងនៅថ្ងៃច័ន្ទនោះឡើយសូមអរគុណ